វាកូនស្រីចំក្បាលបណ្ដាឲ្យស្លាប់ប៉ុន្តែជំនួសឲ្យការជួយសង្គ្រោះកូនស្រីឪពុកម្ដាយចិត្តអប្រិយទាំងពីរនាក់បានយកសពកូនដាក់ចូលក្នុងធុងតូចមួយរួចរោយអំបិលពីលើហើយយកទៅលាក់ទុកនៅក្នុងទូបង្កកសាច់បងប្អូនសាកសម័យមើលឧទាហរណ៍ថាបងប្អូនចូលទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានមួយនៅខាងមុខបងប្អូនឃើញឪពុកម្ដាយគេកំពុងតែរវល់ធ្វើម្ហូបនិងបម្រើអតិថិជនដោយថ្ងៃធម្មតាប៉ុន្តែអ្វីដែលបងប្អូនអត់ដឹងគឺនៅខាងក្នុងភោជនីយដ្ឋាននោះមានក្មេងស្រីអាយុតែ6ឆ្នាំម្នាក់កំពុងដេកស្លាប់នៅលើគ្រែបងប្អូនសាកសម័យមើលតើវាគួរឲ្យរន្ធត់ឬអត់អាស្លីសាវកើតនៅក្នុងឆ្នាំ2011ប៉ុន្តែជាអកុសលនាងបានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ2017នៅថ្ងៃកាត់ហេតុម៉ោងប្រហែលជា9យប់ប៉ូលីសទទួលបានការហៅទូរស័ព្ទពីឪពុករបស់អាស្លីគាត់បានរាយការណ៍ប្រាប់ប៉ូលីសថាកូនស្រីរបស់គាត់ឈ្មោះថាអាស្លីបានបាត់ខ្លួនពីក្នុងភោជនីយដ្ឋានដែលភោជនីយដ្ឋានរបស់គាត់មានឈ្មោះថាអេងអេសៀគាត់បន្តថាអាស្លីត្រូវបានដាក់ឲ្យគេងនៅក្នុងបន្ទប់ខាងក្រោយតាំងពីថ្ងៃរសៀលហើយគាត់និងប្រពន្ធកំពុងតែរវល់ជាប់ដៃទទួលភ្ញៀវនៅខាងមុខលុះពេលចប់ការងារទើបពួកគាត់ដឹងថាកូនស្រីបានបាត់ខ្លួនពួកគាត់បានព្យាយាមដើររកជុំវិញផ្ទះហើយតែរកមិនឃើញកូនសោះសំខាន់ឥឡូវនៅខាងក្រៅធ្លាក់ព្រិលត្រជាក់ខ្លាំងណាស់សូមប៉ូលីសជួយអន្តរាគមន៍ជួយស្វែងរកកូនស្រីគាត់ផង Jack and Tasha, please. Hi, yes, I need some help. Hey, what's going on? I can't find my daughter. What's your daughter's name? Ashley. ភ្លាមប៉ូលីសចាប់ផ្ដើមចេញប្រតិបត្តិការតាមស្វែងរកមានទាំងឆ្កែហិតក្លិនមានទាំងដ្រូននិងកងកម្លាំងពិសេសនៅក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះបើស្វែងរកមិនទាន់ទេគ្មានសង្ឃឹមនៅរស់ឡើយដំបូងគ្រប់គ្នាគិតថា Ashley ប្រហែលជាភ្ញាក់ពីគេងហើយដើរចេញពីភោជនីយដ្ឋានដោយខ្លួនឯងប៉ុន្តែបន្ទាប់ពីស្វែងរកអស់រយៈពេលជាច្រើនម៉ោងគ្មានតម្រុយគួរឲ្យសង្ស័យអ្វីសោះក្រោយមកសំណុំរឿងនេះត្រូវបានផ្លាស់ប្ដូរទិសដៅទាំងស្រុងនៅពេលអ្នកស៊ើបអង្កេតបានសួរនាំបងស្រីរបស់ Ashley ឈ្មោះថា Jojo ដែលក្មេងស្រីតូចបានឆ្លើយប្រាប់ប៉ូលីសថាប៉ានិងម៉ាក់ប្រាប់ខ្ញុំថាមិនឲ្យខ្ញុំនិយាយជាមួយប៉ូលីសទេឬប្រយោគមួយឃ្លានេះធ្វើឲ្យប៉ូលីសដឹងភ្លាមថាឪពុកម្ដាយរបស់ Ashley កំពុងតែមានរឿងលាក់បាំងប៉ូលីសចាប់ផ្ដើមសង្ស័យថា Ashley ប្រហែលជាមិនបានចាក់ចេញពីភោជនីយដ្ឋាននេះឡើយលើនេះកងកម្លាំងពិសេសបានចូលទៅឆែកឆេរនៅក្នុងភោជនីយដ្ឋានវិញម្ដងបន្ទាប់ពីស្វែងរកមួយសន្ទុះប៉ូលីសក៏បានរកឃើញអ្វីមួយដែលគ្រប់គ្នាមិនចង់ឃើញនោះគឺសាកសពរបស់ Ashley នាងត្រូវបានគេរកឃើញនៅក្នុងទូបង្កកសាច់នៅក្នុងចក្រានបាយសាកសពរបស់នាងត្រូវបានគេដាក់ចូលទៅក្នុងធុងតូចមួយរួចរោយអំបិលក្រោបពីលើរូបភាពនោះពិតជាសាហាវឃោរឃៅមែនទែនឥឡូវអាចបញ្ជាក់បានហើយថារឿងក្មេងស្រីបាត់ខ្លួនគឺជារឿងคล้ายៗតាមពិត Ashley មិនបានបាត់ទៅណាទេនាងនៅទីនេះតាំងពីដើមរឿងមកភ្លាមប៉ូលីសបានឃាត់ខ្លួនឪពុកម្ដាយរបស់ Ashley យកទៅសួរចម្លើយដោយប៉ូលីសបានបែងចែកពួកគេនៅបន្ទប់ដាច់ពីគ្នាលីអានដែលជាឪពុកបានសារភាពប្រាប់ប៉ូលីសថាមុនពេលកើតហេតុ Ashley ត្រូវបានម្ដាយរបស់នាងខឹងខ្លាំងព្រោះតែនាងយករបស់របរដាក់ចូលទៅក្នុងចានបង្គន់ធ្វើឲ្យស្ទះនេះមិនមែនជាលើកទី1ទេបើតាមសម្ដីរបស់លីអានការខឹងនេះបានคล้ายទៅជាអំពើហិង្សាហើយនៅថ្ងៃចុងក្រោយ Ashley ត្រូវបានវាយចំក្បាលរហូតដល់នាងដួលសន្លប់បាត់ស្មារតីតែចំណុចដ៏គួរឲ្យឈឺចាប់បំផុតនោះគឺនៅក្នុងកំឡុងពេលនោះ Ashley នៅមានដង្ហើមនៅឡើយទេបើលីអានប្រញាប់ call ទៅ911ឬក៏ប្រញាប់នាំនាងទៅមន្ទីរពេទ្យប្រហែលជាគ្រូពេទ្យអាចជួយសង្គ្រោះជីវិតនាងបានប៉ុន្តែឪពុកម្ដាយចិត្តខ្មៅទាំងពីរនាក់នេះបែរជានាំគ្នាឈោមមើលកូនស្លាប់រួចរកវិធីបិទបាំងសាកសពយ៉ាងសាហាវបែបនេះទៅវិញអ្នកជំនាញធ្វើកសោបវិច័យបានបង្ហាញថា Ashley បានស្លាប់អស់រយៈពេល17ម៉ោងទៅហើយទម្រាំតែឪពុកខរាយការណ៍ប្រាប់ទៅប៉ូលីសរឿងដែលគ្រប់គ្នានឹកស្មានមិនដល់នោះគឺបន្ទាប់ពីជ្រុលដៃសម្រាប់កូនរួចពួកគេគ្មានផិតភ័យឬស្លន់ស្លោអ្វីទាំងអស់ពួកគេនៅតែបន្តបើកហាងរកស៊ីធម្មតាពួកគេនៅតែចម្អិនម្ហូបនៅតែបម្រើអតិថិជនជាមួយនឹងស្នាមញញឹមយ៉ាងសប្បាយរីករាយបន្ទាប់ពីបិទហាងរួចទើបពួកគេរៀបចំលាក់សាកសពនៅក្នុងទូបង្កកសាច់ដែលបានដាក់អំបិលក្រោបពីលើកុំឲ្យធំក្លិននេះហើយជាចំណុចដែលធ្វើឲ្យអ្នកស៊ើបអង្កេតដាក់បន្ទុកថារឿងនេះមិនមែនជាគ្រោះថ្នាក់ចៃដន្យឬក៏វាយជ្រុលដៃអីទេវាគឺជាករណីឃាតកម្មហើយព្យាយាមលាក់បាំងសាកសពដំបូងមីងដែលជាម្ដាយនៅតែបដិសេធនាងនិយាយថានាងមិនដឹងអីទេប៉ុន្តែអ្នកស៊ើបអង្កេតបានដាក់សម្ពាធបន្តិចម្ដងរហូតដល់ពួកគេព្រមសារភាពការពិតនៅពេលប៉ូលីសសួរថាតើអ្នកបានធ្វើអ្វីចំពោះ Ashley មីងបានឆ្លើយថាខ្ញុំបានសម្លាប់នាង What happened to Ashley? How should I? I'll kill her. You killed her? Yeah. ហើយនោះគឺជាពេលដែលការស៊ើបអង្កេតមានចម្លើយច្បាស់លាស់មីងត្រូវបានចាប់ខ្លួនពីបទឃាតកម្មខណៈពេលលីអានត្រូវបានចាប់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងការលាក់បាំងផតាងចុងក្រោយមីងត្រូវបានកាត់ទោសឲ្យជាប់គុកចំនួន22ឆ្នាំហើយបន្ទាប់ពីចេញពីគុកនាងនឹងត្រូវបញ្ជូនត្រឡប់ទៅរស់នៅប្រទេសចិនវិញចំណែកឯលីអានត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន12ឆ្នាំពាក់ព័ន្ធនឹងការរារាំងយុត្តិធម៌ការបំពានលើសាកសពនិងការព្យាយាមបំផ្លាញផតាងរឿងរបស់ Ashley មិនមែនគ្រាន់តែជារឿងឃាតកម្មមួយទេវាគឺជារឿងអំពីការប្រើអំពើ
ហិង្សាលើកុមារនិងការជ្រើសរើសលាក់បាំងជំនួសឲ្យការសង្គ្រោះ Ashley គឺជាក្មេងតូចអាយុទើបតែ6ឆ្នាំដែលត្រូវការការការពារនិងការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួនប៉ុន្តែនៅពេលដែលនាងត្រូវការជំនួយបំផុតមនុស្សដែលគួរតែការពារនាងបែរជាជ្រើសរើសសម្លាប់នាងបងប្អូនអរគ្នាឪពុកម្ដាយគួរតែជាកន្លែងដែលកូនៗមានអារម្មណ៍ថាសុវត្ថិភាពបំផុតមិនគួរធ្វើឲ្យកូនមានអារម្មណ៍ថាភ័យខ្លាចបំផុតនោះទេអូខេសាច់រឿងយើងចប់ហើយអរគុណអ្នកទាំងអស់គ្នាបើសិនជាមើលនៅក្នុង YouTube សូមកុំភ្លេចជួយ Subscribe ហើយបើមើលនៅក្នុង Facebook ជួយ Follow Page ផង